បាទជំរាបសួរនៅក្នុងវីដេអូនេះគឺខ្ញុំធ្វើការបង្ហាញពីវិធីសាស្ត្រដែលខ្ញុំប្រើឈ្មោះថា Mega Tip ឬក៏ Mega Tutorial for AdSense សម្រាប់គេហទំព័រទោះបីយើងប្រើតាម hosting តាម blogger ក៏ដោយព្រោះ blogger វាជាប្រភេទ content management system អញ្ចឹងហោះដោយ Google បើសិនជាប្រើតាម WordPress ក៏ដោយបើ WordPress ជាទូទៅអាចធ្វើបានដាក់ domain បានគឺ self hosting មិនដែលយើងទិញ hosting មកខ្លួនឯងយកមកភ្ជាប់ដាក់ WordPress គាត់ជា content management system ជាប្រព័ន្ធគ្រប់គ្រងនៅមាតិកាផ្សេងៗហ្នឹងឥឡូវកុំឲ្យខាត់ពេលគឺទី1ខ្ញុំចូលមកបង្កើតនៅ Gmail ថ្មីមួយដែលចូលកាន់ website google.com mail នេះមកហើយក៏វាយ Gmail sign up បន្ទាប់មកគឺខ្ញុំទៅមើលចូលទៅកាន់ website មួយដែលមានឈ្មោះថា fake name generator បន្ទាប់មកខ្ញុំទៅចូលវាហើយខ្ញុំធ្វើការជ្រើសឈ្មោះត្រូវតែមកខ្ញុំសេរីយកបរោះហើយអាយុយកចន្លោះពី18ដល់37ឆ្នាំតមកចុច generate ហើយបន្ទាប់មកគឺខ្ញុំត្រូវធ្វើការ copy ឈ្មោះដូចនេះអូខេតមកដាក់ឈ្មោះចឹងមកអូខេសម័យអ្នកនឹងឈ្មោះ Kelly Small Get Small អញ្ចឹងកន្លែង username នេះគឺយើងអាចដាក់មិនក៏បានដាក់ដូចដើមក៏បានឬក៏យើងកែកុនទៅចឹងក៏បានឧទាហរណ៍ណាបើសិនជាឥឡូវដាក់ចេះក៏បានវាឲ្យយើងយកចឹងតមកយើងធ្វើការវាលេខកូដចឹងមកហ្នឹងហើយយើងដាក់លេខកូដមកអធិស្ឋានខុសលើហ្នឹងតមកថ្ងៃខែឆ្នាំកំណើតយើងអាចដាក់នេះក៏បានថ្ងៃខែឆ្នាំកំណើត21995មែនទៅខ្ញុំដាក់ដូចអីពេកជូន mail តមកលេខទូរស័ព្ទនេះយើងដាក់ក៏បានមិនដាក់ក៏បានប៉ុន្តែបើយើងអត់ដាក់យើងត្រូវដាក់ email recovery ឥឡូវខ្ញុំដាក់ email recovery នឹងយើងដកនឹងចេញទីតាំងប្រទេសកន្លែងហ្នឹងបីដោក្រោយពេលខ្លះក៏វានៅតែទៀមទាក្នុងករណីដែលវាទៀមទាក៏មិនដឹងធ្វើអីវាដែរមានតែដាក់លេខ verify United States ប៉ុណ្ណឹងមកយកបង្កើតឡើយយើងសាកមើលបើសិនជាវាទៀមទាលេខកូដចាំយើងគិតទៀតតមកយើងចុច agree អត់អីទេឥឡូវយើងត្រូវការចូលទៅកាន់ Gmail របស់យើងអ្នកត្រូវប្រកាសថា website ត្រូវតែមានអត្ថបទហើយ design ហើយតមកចុច tick លើអានេះទាំងអស់មានតែយើងបានបំពេញមុខវាឲ្យអស់ហើយដូចបន្ទាប់មកឈ្មោះហ្នឹងយើងទុកនឹងដដែលទៅគេយើងចាប់ផ្ដើមចូល search ទៅដាក់
sign AdSense ក៏ប៉ុន្តែយើងធ្វើការសាញនេះគឺយើងសាញដើម្បីបានសារលឿនមានន័យថាយើងអត់ទៅបាច់ទៅរងចាំក៏ប៉ុន្តែអានេះវាទៅមើលយើងបង្កើតកម្មវិធីទូរស័ព្ទប៉ុន្តែយើងអត់ធ្វើទេមានន័យថាយើងធ្វើរបៀប upgrade ហ្នឹងយកអា full លុយគ្នាប៉ុន្តែយើងអត់ប្រើហើយការធ្វើតាមហ្នឹងវាអត់មានជា hosting ឯដូច YouTube ទេចង់និយាយថាយើងវាមានភាពងាយស្រួលយើងអត់បាច់ចាំធម្មតាដោយ adsense.com វាចំណាយពេលត្រូវរងចាំវាយូរអញ្ចឹងចូលឡើងហ្នឹងមកយើងចុច sign up បន្ទាប់មកយើងសាញជាមួយនឹង email របស់យើងវាយលេខកូដដាច់ខាតត្រូវតែប្រើលេខកូដណាដែល security ចង់និយាយថាអ្នកស្មានក៏ស្មានមិនត្រូវព្រាវក៏ព្រាវមិនកើតបន្ទាប់ពីកន្លែងហ្នឹងហើយយើងចុចយក yes ទីតាំងប្រទេស territory យក United States ដែលយើងបានដាក់តមកឈ្មោះយើងយកឈ្មោះយកមកដាក់លើហ្នឹងមកលុបអក្សរ L ចោល address ធ្វើតាមអ្វីដែលខ្ញុំបង្ហាញទីក្រុងវ៉ាណេត្រូវហើយទីក្រុងវ៉ាណេដល់ពេលរដ្ឋ PA នឹងស្អីទេវត្ត PA ប៉ាឡូហើយជារដ្ឋប៉ាឡូហើយយើងមើលអក្សរកាត់សិនត្រូវហើយ PA រដ្ឋប៉ាឡូតមកកន្លែងនេះជាប្រភេទ zip code យើងយកមកដាក់ចឹងមកហើយបន្ទាប់មកយើងទាញមកលេខទូរស័ព្ទនេះយើងលុបអាក្បៀសនេះចោលអស់ទៅត្រេតមកចុច continue អូខេ zip code ប្រហែលជាអត់ត្រូវសង្ស័យ Peninsula សង្ស័យក្រត់ហ្នឹងឯងមិញប្រហែលជាដាក់ខុសសម័យអូខេរដ្ឋនឹងត្រូវហើយមិញដាក់រដ្ឋខុស Peninsula បន្ទាប់មកគឺ time zone ហ្នឹង select យកណាក៏លេចទៅហើយអាយុនេះយើងយក USD ដុល្លារបន្លែង current balance របស់យើងត្រូវដាក់ហ្នឹងហេតុអីបានមាន advert វាអត់មានបញ្ហាទេរឿងហ្នឹងមានក៏មានហើយទៅចុច continue ទៀតមកចុចយក Chrome យើងចុច tick កន្លែងហ្នឹងហើយ tick ដាក់ I read save ហ្នឹងតមកចុច get start ឥឡូវយើងបានមួយហើយចឹងគឺខ្ញុំត្រូវការកត់នៅ email នេះទុកគេលបភ្លេចពេលខ្លះ browser យើងអត់ចាំហ្នឹងហើយឥឡូវគឺថាបន្ទាប់ពីយើងធ្វើការបង្កើតហើយហេតុអ្វីបានជាខ្ញុំប្រាប់អ្នកទាំងអស់គ្នាឲ្យធ្វើតាមនេះដោយសារតែបង្កើតហើយគឺវាធានាទៅមើលវាផ្ញើកន្លែង payment ឲ្យយើងចូលទៅកាន់ Google Dashboard ហ្មង AdSense Dashboard ក៏ប៉ុន្តែបើយើងសាញថារបៀបមួយទៀតវាយើងត្រូវការរងចាំយូរមែនតើជួនកាលទៅអាចកន្លះម៉ោងយើងខាតពេលអញ្ចឹងយើងធ្វើអាហ្នឹងលឿនចុចសាញចូលគឺមានន័យថាយើងសាញឯងចូលទៅកាន់នេះរបស់យើង email ហ្នឹងរបស់យើងហ្នឹង
តោះសិនទៅការរងចាំអ្វីដែលសំខាន់គឺយើងត្រូវប្រកាសថា website របស់យើងបាន design ហើយឥឡូវខ្ញុំយក website យកមកដាក់ប៉ុន្តែយើងត្រូវដឹងថាពេលខ្លះ website ខ្លះនៅពេលដែលយើងដាក់ទៅវាអាច error អញ្ចឹងយើងអាចដូរ URL link ផ្សេងខុសពីនឹងយកមកដាក់ទៅឥឡូវយើងប្រកាសថាយើងត្រូវបាន design ហើយអស់ហើយចុះយើងចាប់ផ្ដើម design លក្ខណៈអញ្ចឹងមើលទៅយើងស្អាតកុំឲ្យញ៉ៃញ៉ៃបាត់អត់ស្អាតទេឥឡូវបន្ទាប់ពីយើងចូលមកដល់កន្លែង dashboard របស់ AdSense ហើយគឺយើងនឹងឃើញពាក្យមួយចាំមើលចេញអស់ហើយឃើញទេនេះកន្លែងត្រង់ចំណុចនេះវាអត់មានហោះ account នេះទេហើយយើងអាចចុចទៅមើលកន្លែង status ឬក៏ payment អត់មានឥឡូវយើងចូលមកមើលកន្លែង payment ក៏បានយើងដឹងទីតាំងដែលយើងដាក់ហ្នឹងគឺនៅអាមេរិកសំណួរសួរថាបើសិនជានៅខ្មែរយើងអាចដូរមកវិញអត់ចម្លើយឆ្លើយដល់ងាយថាមិនអាចដូរបានទេឥឡូវយើងមើល account information អានេះ product active គឺ AdMob មានមួយអញ្ចឹងដើម្បីធ្វើការភ្ជាប់website យើងចូលគឺយើងចុចលើពាក្យថា my ad តបមកធ្វើការ apply ដាក់ website ចូលជ្រើសរើសភាសានៅលើ website តោះគឺថា submit បន្ទាប់ពីយើង submit ហើយសួរថាហេតុអ្វីក៏អត់ឃើញអាហ្នឹងនៅអដែលគឺតើមើលឲ្យយើងធ្វើការ log out ក៏ sign out សិនតមកធ្វើការ sign in វិញអូខេឥឡូវសូមធ្វើការបិទ privacy តិចបន្ទាប់មកគឺយើងសាញចូល mail របស់យើងហើយដាក់វាយចូលទៅ remember ក៏បានត្រូវប្រកាសថា email ឥឡូវ Google verify សាហាវណាស់ឥឡូវការពារសុវត្ថិភាពវាខ្ពស់ lock អីហ្នឹងហើយឥឡូវហើយដល់ពេលដែលយើងចូលមកវិញគឺវាហើយអញ្ចឹងយើងត្រូវការ create ad មួយមកកន្លែង add new នេះគឺយើងយកប្រភេទជាប្រភេទ responsive ក៏បានជាប្រភេទផ្ទាំងលោតចុះក្រោមចឹងក៏បានដែរអញ្ចឹងខ្ញុំសូមណែនាំឲ្យអ្នកទាំងអស់គ្នាសូមជ្រើសរើសយកកនេះ300 250ហើយ name ចែកតែយើងដាក់ទេ name មានន័យថាជាឈ្មោះដែលយើងចំណាប់ចំណាំកន្លែងហ្នឹងដាក់ធម្មតាតមក click យកកូដហ្នឹងទៅ copy បន្ទាប់ពីយើងធ្វើការដល់ទៅវាទៅមើលថាទី1 size create add code ហើយ place យកកូដទៅដាក់លើអានេះឥឡូវយើងចាប់ផ្ដើមចូលមកកាន់ website ដែលយើងដាក់នេះតមកយើងធ្វើការ add code តមកយើងចូលឡើង HTML JavaScript ផាសកូដចូលសរសេរកន្លែងហ្នឹង title បញ្ជាក់ច្បាស់ថាពាណិជ្ជកម្មផ្សព្វផ្សាយដោយបន្ទាប់មកយើងអាចទាញឧទាហរណ៍កន្លែងនេះវានៅខាងលើឬក៏ population post social counter ទីហើយយើងដាក់ប៉ុណ្ណឹងចុច save មកឥឡូវមានន័យថាយើងដាក់ប៉ុណ្ណឹងមកឃើញទេដាក់តែប៉ុណ្ណឹងមកនៅពីលើអញ្ចឹងហើយគឺយើងអត់មានអីទៀតទេព្រោះអីព្រោះថាដែលយើងបានបំពេញយើងត្រូវចាំថានៅកន្លែង setting នេះ Google Sitemap ទាំងអស់ដែលយើងបានភ្ជាប់
តាក់ទងនឹងការ search reference នេះ Google Search Console Google Search Console ហ្នឹងគឺតាក់ទងនឹងការដែលយើងត្រូវបញ្ជូនទិន្នន័យទៅយើងទៅបញ្ជូនទិន្នន័យទៅតាក់ទងនឹង robotics អូខេអញ្ចឹងយើងត្រូវចាំកន្លែងហ្នឹងយើងដាក់ចូលថាម៉េចមកឡើងសេ reference មិញដូចជាសេខុសអូខេអាតូយើងត្រូវ update ទិន្នន័យទាំងអស់ហ្នឹងចូលទៅកាន់ Google Webmaster Webmaster គឺជាប្រភេទចានេះ Webmaster tool ដែលយើងត្រូវតែបំពេញនៅមុខងារវាជាច្រើនក្នុងនោះមានទាំងការ search ហើយក៏ submit នៅ site ទីតាំងផ្សេងៗដែលយើងដាក់ចូលទៅអូខេហើយមិញតាក់ទងនឹង ID ឬក៏ Blocktext Pro អូខេឥឡូវប្រហែលជាមិនមែននៅក្នុងហ្នឹងទេហើយជានៅក្នុង website មួយទៀត Blocktext Pro.info អញ្ចឹងប្រហែលជានៅក្នុង website មួយទៀត .info អញ្ចឹងមានន័យថាទិន្នន័យទាំងអស់ហ្នឹងគឺយើងបានធ្វើការបញ្ជូនឲ្យអស់ហើយអូខេឥឡូវខ្ញុំមើលសិន Blocktext Pro.info ឬក៏បើសិនជាយើងអាចដាក់បញ្ចូលទៅក៏បានដែរយើងអាច add មកតង់នេះក៏បានដែរបញ្ជាទូទៅអានឹងខ្ញុំធ្វើការ add ហើយ verify អូខេខ្ញុំយក take តែប៉ាត់នេះដាក់ហើយប៉ុន្តែខ្ញុំគ្រាន់តែចង់បញ្យល់ទៀតពេលអ្នកទាំងអស់គ្នាចាប់អត់ទាន់head ចុច save ចុច verify អូខេអានឹងដាច់ខាតគឺយើងត្រូវទៅបញ្ចូលតាំងកពិតទៅទិន្នន័យហ្នឹងគឺខ្ញុំបានបញ្ចូលរួចម្ដងហើយប៉ុន្តែគ្រាន់ចង់បង្ហាញឲ្យដឹងនេះURL submit site map ដែលយើងដាក់ទៅវា index ទៅប្រមាណ index មានរហូតជាងអញ្ចឹងអ្វីដែលសំខាន់គឺយើងត្រូវការហ្នឹង click traffic ឥឡូវយើងមើល traffic ដែលពជាអ្នកឃើញទេគឺ Google ត្រូវការហ្នឹងតើតើការ click ទៅបីតិចក៏ដោយច្រើនក៏ដោយអានេះគឺជាប្រភេទពាក្យអីក៏ keyword ដែលមាននៅលើហ្នឹងឥឡូវតើតើហ្នឹង index setter មានតែ30មានតែ9ជាងទេ content keyword មានន័យថាជាពាក្យដែលមានច្រើននៅលើ website របស់យើងមក link to your site អូខេមានច្រើនឃើញទេអី link to your site Apple Samsung Tech 24 Crawley Robotics អញ្ចឹងមានន័យថាទិន្នន័យគាត់ថាកន្លែងខ្លះវា error អញ្ចឹងយើងអាច fix ចោលទៅដោយសារតែទីមួយយើងបាត់ link code ហ្នឹងណា link code អញ្ចឹងយើងធ្វើការ fix វាចោលទៅអូខេតែតង smartphone ក៏មានដែរចឹងមានន័យថាដាច់ខាតយើងត្រូវតែ submit នៅ Google Webmaster នឹងចូលគឺអ្នកទាំងអស់គ្នាត្រូវដឹងថាយើងត្រូវកំណត់ឡើងមុខងារហ្នឹងដើម្បីបញ្ជូនទិន្នន័យនៅពេលដែលគេ search ពី Google នៅពេលដែលគេ search ពី Google ចូលអាហ្នឹងគេហៅថាប្រភេទ organic search
ហើយ Google វាចង់បានណាហ្នឹងចង់បានច្រើនផុតមកគឺពួក organic search អញ្ចឹងបន្ទាប់ពីយើងធ្វើការដាក់ហើយអានេះគឺជារបៀបដែលយើងយកកូដយកអីយកមកដាក់ទៅធ្វើទៅអីចឹងគឺទៅយើងមានអីទៀតទេទី1យើងអាចទៅសេអត្ថបទបន្ថែមមួយអញ្ចឹងទៅនេះគឺយើងអាចទៅសេអត្ថបទបន្ថែមបន្តិចតួចទៅដាក់ពិសីដាក់ផ្សេងក៏បានដែរតាមចិត្តដែលយើងចង់អញ្ចឹងយើងដាក់បន្ថែមតែមួយទៅគឺអូខេបាទហើយអញ្ចឹងយើងសួរថាតើរយៈពេលដែលយើងត្រូវរងចាំវាតើត្រូវរងចាំប្រមាណគឺតាក់ទងនឹងនេះគឺយើងបញ្ជូនទិន្នន័យក៏បានមិនបញ្ជូនក៏បានហើយបើសិនជាចង់ដាក់ពីរបៀបបញ្ជូនទិន្នន័យសូមធ្វើតាមខ្ញុំបែបនេះក៏ប៉ុន្តែអ៊ីនធឺណិតប្រហែលជានឹងដើរកុំព្យូទ័រនឹងដើរយឺតហើយអ៊ីនធឺណិតនឹងយូរឥឡូវចាំចូលទៅកាន់នេះហេតុអ្វីបានថាហ្នឹងវាអត់មានបញ្ហាដោយសារតែខ្ញុំធ្វើការតេស្តហើយវាអត់មានប៉ះពាល់អីទេព្រោះថា traffic ដែល search ចូលជាប្រភេទ organic ជា link reference ណាអញ្ចឹង Google វាចង់បានណាប្រភេទ organic search ហ្នឹងតើយើងត្រូវការរងចាំរហូតដល់ download ចប់យូរដល់អ៊ីនធឺណិតប៉ុណ្ណឹងសោះប៉ុណ្ណឹងក៏យូរមែនចាំមើលហើយខ្ញុំប្រាប់ពីរបៀបដែលត្រូវដាក់ keyword នេះគ្រាន់តែជាទិន្នន័យដែលចូលមើលច្រើនអត្ថបទមួយគេចូលមើលអីច្រើនហ្នឹងអាចរាប់ពាន់រាប់សែនរាប់លានអីចឹងទៅនេះគឺជា keyword ដែលបានត្រៀមរួចហើយ keyword ថ្លៃថ្លៃហ្នឹងឥឡូវយើងចូលមើលហ្នឹងឥឡូវហើយយើងចាប់ផ្ដើមបើកលេខកូដដែលត្រូវបើកហ្នឹងគឺពី1ដល់6 extract មកយើងយកមកដាក់លើ desktop សិនមកតែកម្មវិធីដាក់លើ desktop មកគឺជាការស្រេចតមកធ្វើចេះlicense for Ava លុបអានឹងមួយចោលសិន
traffic spirit อันนี้แท้เลยចឹងយើងយកអានេះអាហ្នឹងយើងត្រូវដឹងថាយើងត្រូវប្រើអ៊ីនធឺណិតបើកវាការណែនាំផ្សេងៗក៏គេបានប្រាប់ដែរអូខេគេឲ្យ limit fix in your internet speed is slow អ៊ីនធឺណិតយឺតមែនជាស្រ័យដោយសារតែអ៊ីនធឺណិតយឺតអ៊ីនធឺណិតហ្នឹងដឹងយ៉ាងម៉េចឥឡូវយឺតឥឡូវមកវិញអូខេចាំតិចរងចាំតិចឥឡូវយើងតទៀតយើងដោះស្រាយបញ្ហាអ៊ីនធឺណិតឲ្យមកតង់ឥឡូវតេស្តមកលើមកវិញហើយដល់បន្តមកគឺយើងចូលទៅកាន់ site របស់យើងនេះយើងដឹង website យើងយ៉ាងហ្នឹងអញ្ចឹងគឺយើងចាប់ផ្ដើមបញ្ជូនទិន្នន័យទៅទី1យើងចូលអានេះបន្ទាប់មកយើងយកឡើង add site នេះ add site នេះវាឲ្យយើងរហូតដល់ទៅ 10000 ដាក់ website យើងចូលមកបញ្ជូនទិន្នន័យនេះយើងដាក់កាន់តែច្រើនកាន់តែល្អទីហៅថាយើងដាក់ថា 3000 ក៏បានដែរតោះមកសូមមក setting សូមមក setting យើងកន្លែង traffic source យើងដាក់ add មកនេះយើងប្រើ keyword ណាដែលតាក់ទងទីហៅថាខ្ញុំប្រើ keyword មួយចោះតែខ្ញុំបានដាក់Bing តែប៉ុណ្ណឹងហើយតោះមកខ្ញុំប្រើ keyword ផ្សេងទៀតBing Yahoo តោះមកខ្ញុំប្រើ keyword មួយទៀត keyword ហ្នឹងយើងត្រូវប្រកាសថានៅក្នុងអត្ថបទយើងគឺមានអាហ្នឹងBing ឃើញទេតបមកខ្ញុំប្រើ keyword មួយទៀត keyword នេះគឺមើលយើងដាក់បាន20អូខេយើងដាក់បាន20យើងត្រូវដាក់បាន20អាកន្លែងដែលយើង select នេះមានន័យថាយើងដាក់ align search engine មកពីណា keyword ហ្នឹងអត់សំខាន់ទេហេតុអីបានថាអត់សំខាន់ហ្នឹងគឺមិនអត់សំខាន់ទេចង់និយាយថាយើងដាក់អញ្ចឹងទៅនៅពេលគេ search នៅនេះគេទោះបីsearch នៅកាន់ search engine ទាំងអស់ហ្នឹងទោះបីជាមិនចូលរបស់យើងក៏អត់បញ្ហាដែរព្រោះអីពេលដែល search អញ្ចឹងទៅវាចេញជាប្រភេទ organic search អូខេចាំមើល traffic source is not enough អូខេប៉ុណ្ណឹងបានហើយគេអូខេមកបន្ទាប់មកតាក់ទងដល់នេះយើងដាក់ប៉ុណ្ណឹងទៅមកលាក់ mark click allow URL link ឥឡូវយើង copy link ណាមួយមកយើងដាក់ link ចូលមកយើងដាក់ 1 2 អញ្ចឹងទៅបានមិនច្រើនពេកហើយតោះមកគឺមាន relate post ទេយើង copy វាទៀតមកយើងដាក់មួយទៀតហើយបាន2អូខេ traffic platform នេះគឺមានន័យថាយើងអាចធ្វើការកំណត់ customize បានណាជាប្រភេទ browser personal computer នៅក្នុងនេះ personal computer ក៏មាន Android ក៏មាន iPhone ក៏មាន iPad ក៏មាន
Windows 4 ក៏មានន័យថាយើងត្រូវបញ្ជូនទៅណីទៅអូខេអញ្ចឹងតាក់ទងនឹងនេះយើងយកពាក្យកណ្ដាលម្នាក់មកប៉ុណ្ណឹងក៏បានដែរ save អាកន្លែងប្រភេទ pop នេះ allow pop ប៉ុណ្ណឹងមក traffic region មានន័យថាយើងអាចកំណត់យកប្រទេសណាក៏បានដែរប៉ុន្តែទូទៅយើងយក all ទាំងទៅល្អ traffic curve នេះដាក់តាមតំណមានន័យយើងទាញចលនាទៅដល់ប៉ុណ្ណេះមិនបាច់ចង្ខល់ទេបន្តមកចុចអូខេនេះមានន័យថាយើងធ្វើការបញ្ជូននៅ traffic ទៅនឹងគឺ 1000 3000 បន្ទាប់ពីហ្នឹងហើយយើងធ្វើការដាក់មួយទៀតសាយទៀតទៅយើងដាក់ 3000 ទៀតហើយបន្ទាប់មកតន័យដែលយើងត្រូវដាក់នេះមក click មិញណាអូខេដាក់មួយចឹងទៅធ្វើដូចមិញដែរអត់ខុសគ្នាទេគឺយើងចាប់ផ្ដើមយកដែលយើងដាក់មក sim big អញ្ចឹងមកអានេះគឺជាប្រភេទ keyword ដែលយើងត្រូវដាក់បញ្ចូល keyword តែអ្នកទាំងអស់គ្នាធ្វើការដាក់មិនក៏ដាក់ទៅដាក់មកអូខេបាត់ប៉ុណ្ណឹងមកលេង pop up តើន័យដែលយើងចង់ដាក់ទាំងបានយើងអាចដាក់បានមកឆ្ងាញ់ platform ពាក្យកណ្ដាលម្នាក់មក browser page mobile Android iPhone iPad អូខេចុច save តោះមកចុចអូខេមានន័យយើងដាក់ទៅ 3000 ទៀតអញ្ចឹងតិន័យរងចាំទៅហើយតោះយើងអាចដាក់ add ទៀតដាក់អស់ក៏អស់ទៅអូខេអធិស្ឋាននិយាយទៅធ្វើតាមខ្ញុំយ៉ាងយូរ5ថ្ងៃបានហើយនឹងពួក AdSense បរទេសប៉ុន្តែបើសិនជាអត់មានបច្ចេកទេសនៃការធ្វើទេមួយអាទិត្យក៏មិនបានអាហ្នឹងគាត់ឲ្យខ្ញុំប្រាប់ណាគេមានតិចនិចនៃការធ្វើត្រូវមិនខ្លះមិនមែនតែយើងវល់ហ្នឹងទេនេះមានន័យថាជាប្រភេទ keyword ដែលយើងបញ្ជូនទៅ keyword ហ្នឹងមានន័យថាហ្នឹងជាគេ search នៅលើ Google លើអីចឹងណាជាប្រភេទ organic search អូយជាស្រ័យណាស់ស្អី keyword ណាដែលតាក់ទងនឹងអត្ថបទរបស់យើងដាក់ចូលទៅ
អ៊ីនធឺណិតបើកយូរដែរណាជួនកាលយើងបើកការចង់24ម៉ោងបើកពី3ទៅតិចតួចទៅឲ្យយើងបិទវិញក៏បិទទៅមានស្អីទេបើក3 4ម៉ោងចោលលេងវាជួនតិន័យមិនត្រូវដឹងថាកុំព្យូទ័ររបស់អ្នកគឺដើរយឺតអ៊ីនធឺណិតក៏វារត់លឿនដែរអយ៉ាច្រឡំបាត់យ៉ាមកមើលលេខសោយមិនបានអត់ចុចអូខេទៅចុចបាត់អូខេអត់អីទេហួសចិត្តហ្មងប៉ណ្ណឹងមកវាឥឡូវបញ្ជូនមិញគឺបញ្ជូនទៅអញ្ចឹងកន្លែងហ្នឹងគឺមិញគឺបញ្ជូនប៉ុណ្ណឹងអញ្ចឹងនៅសល់1000ទៀតអញ្ចឹងខ្ញុំដាក់យក3000ទៅតែ1000ទៀតវាឡើង4យកប៉ុណ្ណឹងមកអស់អញ្ចឹងមិនន័យយើងធ្វើការបញ្ជូនទៅប៉ុណ្ណឹងបាត់ក៏វានៅដដើដែរនេះវាដើរនេះអញ្ចឹងយើងមានន័យថាយើងអត់ខ្វល់អីទេមានន័យថាអ្វីៗគឺយើងធ្វើបានពេញអស់ហើយដោយការណែនាំដែលខ្ញុំបានបង្ហាញពីមុនអញ្ចឹងរឿង AdSense នេះតែមិនទៅពេញនេះហើយសាយ map privacy context ស្អីណាយើងត្រូវតែធ្វើអាហ្នឹងឲ្យអស់ហើយមុខងារវាផ្សេងហើយតើតើនឹងការសរសេរអត្ថបទគឺយើងត្រូវតែសរសេរបន្ថែមទៅចប់ពីហ្នឹងហើយយើងសរសេរអត្ថបទមួយបន្ថែមប៉ុសមួយទៅគឺអូខេហើយអត់មានអីត្រូវខលរឿងកែរឿងអីទេព្រោះខ្ញុំធ្វើបានតែអញ្ចឹងមកជីវិតហើយវាមិនដែលខូចស្អីវាទេហើយដល់ពេលដែលបានហើយខ្ញុំបញ្ជាក់ទៀតណាដល់ពេលដែលបានឧទាហរណ៍ថាដល់ពេលដែល AdSense កំឡុងប្រហែលថ្ងៃ4 3ថ្ងៃក្រោយមកបានហើយយើងចុច stop ទៅនេះចុច stop អញ្ចឹងយើងចុច delete file នេះទាំងអស់ទៅចុច stop ក៏បានថ្ងៃក្រោយយើងចង់ធ្វើទៀតដាក់ហ្នឹងដដែលទៅចុច stop ចឹងទៅបើតែយើងចុច stop អញ្ចឹងគឺចាប់ដើមបិទចឹងចង់ start វិញទៅអាហ្នឹងគាត់ជាវិធីសាស្ត្រមួយខ្ញុំចង់ប្រាប់ថាគឺជាប្រភេទឬក៏វិធីសាស្ត្រដើម្បីយកស្នើសុំនៅ AdSense បរទេសឲ្យបានលឿនខ្មែរក៏ធ្វើអញ្ចឹងក៏នៅតែបានប៉ុន្តែយើងត្រូវការអត្ថបទ original ច្រើនខ្មែរបើបរទេសអូខេធានាថាបានហ្មងអាហ្នឹងគាត់ជាកលឹមមួយដែលខ្ញុំចង់ប្រាប់ដល់អ្នកទាំងអស់គ្នាតែកូនខ្មែរដែលចង់រកលុយតាមអនឡាញទាំងអស់ហ្នឹងឲ្យបានចេះឲ្យបានដឹងដែរប៉ុន្តែអ្វីដែលសំខាន់ complex ជួយ like subscribe ហើយនឹង comment បើសិនជាមានបញ្ហាសួរនៅលើខាងក្រោមវីដេអូនៅលើ channel YouTube សាក់លបងហើយកុំភ្លេចចូលទៅកាន់ website saklabong.com និង saklabong.co ដើម្បីសិក្សាពីគន្លឹះនានាដែលតាក់ទងនឹងបច្ចេកវិទ្យាហើយជាពិសេសទៀតសូមកុំភ្លេចចូល like page នៅក្នុង Facebook ដែលសរសេរជាអក្សរទៅថាសាក់លបងហើយនេះសាក់លបងបានដែលវាយពាក្យថាសាក់លបងទៅទេគឺបានវាយទៅសាក់លបងប៉ុណ្ណឹងគឺចេញមកនៅខាងលើគេសាឡងគេដើម្បីមើលនៅព័ត៌មានផ្សេងហើយមើលព័ត៌មានទាក់ទងនឹងចំណេះដឹងជាដើមអរគុណសម្រាប់ការទស្សនានៅវិធីកន្លឹះពិសេសនេះមួយសម្រាប់ការស្នើសុំ AdSense ឲ្យបានលឿនថាសុំឲ្យបានលឿននៅលើ website សម្រាប់ website ដែលយើងចង់បាន AdSense បរទេសហ្នឹងណាជួបគ្នានៅវីដេអូថ្មីនៅពេលក្រោយទៀតបាយបាយ